បាទសួស្តីដល់ពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះបានវិលមកជួបខ្ញុំបាទអេដមីនម្ដងទៀតហើយថ្ងៃនេះផងដែរខ្ញុំវិលមកនេះគឺអត់មានមកនិទានរឿងហើយក៏មកអត់សម្រាយរឿងអីដែរគឺមកនិយាយតែម្ដងបាទហើយរឿងនេះគឺជារឿងផ្ទាល់ដែលឪពុករបស់ខ្ញុំដែលជួបតាំងពីចំនួនមុនហ្នឹងគឺគាត់បាននិយាយប្រាប់ខ្ញុំផ្ទាល់តែម្ដងបាទហើយការហ្នឹងគឺគាត់នៅក្មេងៗគាត់ថាគាត់ដាច់ពីចំនួនពពតមកគឺដាច់ពីចំនួនពពតមកការសង្គ្រាមពីចំនួនពពតហ្នឹងយើងនឹងស្រាវហើយថាគាត់ថាគឺការសម្លាប់កាត់សម្លាប់គ្នាគឺឆ្អឹងនៅតាមផ្លូវគោតែម្ដងគឺមានការខុសខើមែនតើហើយរឿងនេះគឺជារឿងពិតដែលកើតឡើងនៅលើទឹកដីខេត្តកំពង់ធំផ្ទាល់តែម្ដងហើយរឿងនឹងផងដែរបានកើតឡើងនៅក្នុងកន្លែងមួយកន្លែងដែលមានឈ្មោះថាបឹងរំពេគឺបឹងរំពេហ្នឹងគឺមានទីតាំងនៅឯខេត្តកំពង់ធំស្រុកសន្ទុកផ្ទាល់តែម្ដងបើមិនជឿបងប្អូនអាចទៅ search ក្នុង Google Map មើលបានគឺឈ្មោះថាបឹងរំពេដែលវាមានព្រៃព័ទ្ធជុំវិញហើយបឹងហ្នឹងគឺធំមែនតើហើយកាលពីចំនួនហ្នឹងគឺគាត់បាននិយាយថាតាមផ្លូវដែលជាប់មាត់បឹងរំពេហ្នឹងគឺពោពេញទៅដោយព្រៃឫស្សីព្រៃឫស្សីព្រៃហ្នឹងហើយគាត់ថានៅគៀនផ្លូវជាប់នឹងមាត់បឹងហ្នឹងផ្ទាល់នៅតែម្ដងនៅក្នុងព្រៃហ្នឹងគឺគាត់ថាគឺមានរណ្ដៅមួយដែលគេតែងតែយកមនុស្សទៅវាយទម្លាក់នៅឯមាត់បឹងរំពេផ្ទាល់តែម្ដងហើយគាត់ថាកាលពីសម័យហ្នឹងគឺមានមនុស្សច្រើនមែនតើតែគេបើកឡានយកទៅចាក់ហើយនឹងវាយទម្លាក់នៅក្នុងរណ្ដៅដែលជាប់នឹងមាត់បឹងរំពេហើយសម័យហ្នឹងផងដែរគាត់បាននិយាយថានៅពេលដែលយើងបរទេះទៅយប់ស្ងាត់តែម្នាក់ឯងគាត់ថាគឺនឹងមានខ្មោចដែលមកចាប់កន្លោះក្របីបងប្អូនស្គាល់ហើយថាកន្លោះក្របីគឺជាខ្សែមួយដែលសុកនឹងចំមុះក្របីហ្នឹងអាហ្នឹងហើយគេហៅថាកន្លោះក្របីអញ្ចឹងគាត់ថាបើសិនជាបរទេសស្ងាត់តែម្នាក់ឯងយប់គឺគាត់ថានឹងមានខ្មោចមកចាប់កន្លោះក្របីឲ្យយើងទៅណាទាំងអស់ហើយគាត់ថាការហ្នឹងគាត់អត់ចេះខ្លាចខ្មោចទេគាត់បាននិយាយថានៅពេលដែលដល់ទីតាំងកន្លែងដែលគេវាយខ្មោចនៅជាប់នឹងមាត់បឹងរំពេហ្នឹងតែងតែមានខ្មោចមកស្ទាក់មុខប្រទេសក្របីគាត់ជានិច្ចប៉ុន្តែគាត់ថានៅពេលដែលដល់កន្លែងហ្នឹងគាត់តែងតែចុះដឹកក្របីឲ្យដើរផុតទៅមុខបន្តិចដើម្បីកុំឲ្យខ្មោចហ្នឹងទៅស្ទាក់នឹងទៀតគាត់ថាបើសិនជាយើងអត់ចុះដឹកទេទោះបីយើងខំប្រឹងវាយក្របីហ្នឹងយ៉ាងម៉េចក៏វាអត់ទៅមុខដែរគឺវាចាប់ជាប់កន្លោះក្របីហ្នឹងតតែម្ដងហើយគាត់ថាយើងជាមនុស្សធម្មតាយើងអាចមើលឃើញពពួកអមនុស្សហ្នឹងទេតើតែយើងមានញាណពិសេសអីមួយទៅយើងអាចមើលឃើញពួកអមនុស្សហ្នឹងគាត់ថាគាត់មើលអត់ឃើញទេប៉ុន្តែគាត់ក៏អត់ខ្លាចដែរគាត់ថាគឺគាត់ចុះដឹកមុខក្របីហ្នឹងឲ្យផុតទីតាំងកន្លែងបឹងរំពេហ្នឹងទៅអាចទៅបានហើយនេះក៏ជារឿងពិតគាត់ថាកាលពីសម័យហ្នឹងគឺគាត់ជួបសឹងតែរាល់ថ្ងៃរាល់យប់តែម្ដងឲ្យតែគាត់បរទេសកាត់ទីតាំងបឹងរំពេហ្នឹងហើយចិត្តនឹងដល់បឹងរំពេហ្នឹងអាហ្នឹងចំពោះខ្ញុំផ្ទាល់នៅតូចបងប្អូននឹងឃើញហើយនៅសម័យយើងនៅតូចហ្នឹងគឺយើងដើរដាក់ម៉ោងហើយយើងដើរដាក់ម៉ោងយើងមកពីរៀននៅបឋមយើងតែងតែដើរទៅដាក់ម៉ោងនៅបឹងរំពេហ្នឹងដែរកាលពីខ្ញុំនៅតូចហ្នឹងកាលហ្នឹងគាត់ថាគឺសាបរលាបហើយដែរខ្មោចទៅស្ទាក់មុខអ្វីហ្នឹងគឺវាសាបរលាបអស់ហើយគាត់ថាកាលពីនៅសម័យដែលស្ទាក់មុខអ្វីហ្នឹងគាត់ថាតាំងពីខ្ញុំមិនទាន់កើតមកម្លេះហើយអញ្ចឹងនៅពេលដែលខ្ញុំកើតគឺគាត់ថាសម័យខ្ញុំកើតហ្នឹងគឺវាសាបរលាបហើយប៉ុន្តែគូរឿងដែលភ្ញាក់ផ្អើលមួយទៀតហ្នឹងបងប្អូនចិត្តទៅដល់បឹងរំពេហ្នឹងមានទួលមួយយើងអាចថាជាកោះឬក៏ទួលមួយដែលចិត្តដល់បឹងរំពេទួលគេហៅទួលតាសឹងបងប្អូនដែលរស់នៅចិត្តបឹងរំពេហ្នឹងស្គាល់ហើយទួលគេហៅទួលតាសឹងហ្នឹងគឺក៏មានការលងការសាហាវផងដែរនេះ
ជួបអារម្មណ៍ពិតដែលខ្ញុំផ្ទាល់ដែលទៅដាក់ម៉ោងនៅពេលល្ងាចយើងមកពីរៀនហើយយើងទៅដាក់ម៉ោងនៅពេលល្ងាចបកមកវិញគឺយើងយប់ទៅហើយអញ្ចឹងគឺជាអារម្មណ៍ពិតដែលខ្ញុំជួបផ្ទាល់គឺឃើញតែជួបតែឆ្កែពណ៌សមួយដ៏ធំហើយគឺវាអត់មានក្បាលទេបងប្អូននេះគាត់តែនិយាយពីក្បាលហើយគឺអត់មានក្បាលទេគឺឆ្កែនឹងកបុតកតែម្ដងគឺឃើញរត់កាត់មុខយើងផ្ទាស់ស្ដែងតែម្ដងហើយយើងដល់ស្រាយហើយការយើងនៅក្មេងៗគឺយើងខ្លាចដែរប៉ុន្តែគ្រាន់តែឃើញបែបហ្នឹងគឺយើងរត់តែម្ដងដាក់មេប្រូចនៅពីមុខយើងហ្នឹងគ្រាន់តែឃើញពីមុខហ្នឹងគឺយើងរត់តែម្ដងនេះគាត់តែនិយាយឡើងព្រីរ៉ូមហើយមួយវិញទៀតការដំណើរដើររឿងនៅទួលតាសឹងហ្នឹងដែលមានខ្មោចរងទៅហើយហ្នឹងគឺសំបីតាបងមកកើតរបស់ខ្ញុំបងស្រីរបស់ខ្ញុំក៏គាត់ធ្លាប់ជួបនៅកន្លែងហ្នឹងដែរគឺគាត់ធ្លាប់ជួបជាញឹកញាប់ដែរគឺឆ្កែពណ៌សដដែលហ្នឹងគឺកបុតក្បាលគឺតែមកលងដើរកាប់ផ្លូវនៅទួលតាសឹងហ្នឹងជានិច្ចហើយបើតាមដំណើររឿងរបស់ឪពុកខ្ញុំបាននិយាយប្រាប់ថាកាលពីចំនួនមុនគឺមានបុរសម្នាក់ហ្នឹងគឺគាត់បានលួចដកដំឡូងគេញ៉ាំនៅសម័យប៉ុលពតហ្នឹងគឺគេហាមផ្ដាច់គឺជារបស់គេហៅរបស់អីរបស់រដ្ឋទេរបស់គេហៅរបស់សមមិត្តគឺអត់ឲ្យញ៉ាំអីទាំងអស់យើងមានសិទ្ធិធ្វើស្រែចម្ការតែយើងអត់បានញ៉ាំទេពុកខ្ញុំនិយាយថាដល់ពេលបុរសម្នាក់ហ្នឹងគាត់ឃ្លានខាងពេកគាត់លួចដកដំឡូងដែលគាត់ធ្វើខ្លួនគាត់ហ្នឹងញ៉ាំដល់ពេលនេះខាងសមមិត្តគេដឹងក៏គេដេញតាមចាប់គាត់តាមបាញ់គាត់នៅពេលដែលគាត់មកដល់ទីតាំងចំណុចហ្នឹងគេតាមរហូតមកដល់ទីតាំងចំណុចដែលមានឈ្មោះថាទួលតាសឹងហ្នឹងគឺគាត់បានស្លាប់នៅទីហ្នឹងគេតាមមកបាញ់គាត់ស្លាប់នៅទួលហ្នឹងហើយទៅធ្វើឲ្យទួលហ្នឹងមានឈ្មោះថាទួលតាសឹងនេះតាមដំណើររឿងដែលឪពុកខ្ញុំដែលគាត់បានឆ្លងកាត់ណាគាត់បាននិយាយបែបហ្នឹងគាត់ថាទៅទួលហ្នឹងមានឈ្មោះថាទួលតាសឹងហ្នឹងគឺដោយសារតែតាសឹងហ្នឹងគេតាមសម្លាប់រហូតមកដល់ទួលទីតាំងទួលហ្នឹងហើយបានសម្លាប់ហើយស្លាប់ទៅទួលហ្នឹងបានមានការខ្មោចលងឬក៏ឆ្កែកបុតកហ្នឹងគាត់ថាការពីគាត់ស្លាប់ថ្មីហ្នឹងឪពុករបស់ខ្ញុំបាននិយាយថាគឺទួលហ្នឹងលងសាហាវហ្មងទួលតាសឹងហ្នឹងគឺលងណាពួកគាត់ថាដោយសារគាត់ថាបាទពីគាត់ស្លាប់ថ្មីហ្នឹងហើយបន្ទាប់មកបានជាចំនួនដល់បងស្រីរបស់ខ្ញុំទៀតក៏គាត់ថាគាត់ធ្លាប់ជួបរឿងដែលបែបហ្នឹងដែរគឺឆ្កែរត់កាត់មុខនៅពេលដែលយប់ងងឹតឬក៏រៀបភ្លឺបងប្អូនអរគ្នាយើងដើរទៅមើលហ្មងគឺយើងពេលព្រលឹមលះអីក៏គាត់ថាធ្លាប់ជួបមកលងបែបហ្នឹងដែរហើយអ្វីដែលគួរឲ្យតក់ស្លុតនោះគឺខ្ញុំជួបផ្ទាល់តែម្ដងគឺមានអារម្មណ៍ថាគួរឲ្យខ្លាចរអាខ្លាំងមែនតើនេះបើតាមឲ្យដឹងដំណើររឿងនៃការទួលតាសឹងហ្នឹងប៉ុន្តែដោយសារឥឡូវគឺដោយសារតែអស់ព្រៃឫស្សីនៅតាមផ្លូវដែលនៅជាប់មាត់បឹងរូបេហ្នឹងហើយគាត់ថាឥឡូវក៏វាសាបរលាបសាបពេកអស់ហើយសម័យឥឡូវហើយមានបងប្អូនជាពលរដ្ឋខ្មែរយ៉ាងច្រើនបានទៅលេងនៅបឹងរូបេហ្នឹងប៉ុន្តែមានតែអ្នកដែលរស់នៅជិតហ្នឹងទេដែលដឹងច្បាស់ថាបឹងរំពេហ្នឹងមានប្រវត្តិដ៏កាចសាហាវដ៏ឃោរឃៅបែបហ្នឹងនេះតាមដំណើររឿងឪពុករបស់ខ្ញុំផ្ទាល់តែម្ដងបាទសូមអរគុណបងប្អូនអរគ្នា